សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំកូនបើដើរលេងទៀតហើយទំនេរថ្ងៃអាទិត្យទេអញ្ចឹងហើយមិនសូវមានពេលជូនដើរលេងទេនៅតែក្នុងបន្ទប់អញ្ចឹងយើង stress ពេលដែលយើងបាននាំដើរលេងម្ដងគឺសប្បាយចិត្តខ្លាំងមែនទែនដូចដែលបានឃើញនៅក្នុងវីដេអូអញ្ចឹងនៅពេលដែលបានចេញក្រៅម្ដងគឺគេសប្បាយចិត្តហើយដឹងណាស់បងប្អូនឲ្យតែយើងស្លៀកពាក់ហ្នឹងវាដឹងថាយើងស្លៀកពាក់អាវបែបម៉េចទៅដើរលេងអាវបែបម៉េចធ្វើការបើអាវធ្វើការគឺវាអត់ទាទេតែបើអាវយើងពាក់ចេញទៅក្រៅអញ្ចឹងគឺវាតោងទាទៅដែរហើយនេះគ្រាន់តែខ្ញុំបើក film គឺគេរត់ចេញមកក្រៅតែម្ដងបាទពូរត់ដងអត់រត់ហ៊ានរត់ទេតែលើកនេះគេដឹងថាយើងនាំគេទៅដើរលេងគឺគេរត់ចេញតែម្ដងហើយនៅថ្ងៃនេះផងដែរក៏ខ្ញុំទៅលេងផ្ទះបងខ្ញុំទៀតហើយនៅខាង Eon 2នៅសែនសុខអ្នកទាំងអស់គ្នាហើយវីដេអូនេះគឺជាវីដេអូទី2ដែលខ្ញុំបានថតនៅសកម្មភាពខ្លីៗដែលទៅលេងនៅផ្ទះបងអញ្ចឹងណាចំពោះវីដេអូទី1ហ្នឹងគឺយើងទៅរាវខ្យៅខ្យងក្តាមហើយយកមកស្លអញ្ចឹងណាហើយបើអ្នកទាំងអស់គ្នាអត់ទាន់បានមើលអាចចូលទៅមើលបាននៅក្នុង channel YouTube របស់ខ្ញុំដែលខ្ញុំដាក់ជារូបភាពមូលហ្នឹងបាទអាចចូលទៅមើលបានអ្នកទាំងអស់គ្នាចង់ដឹងថាសកម្មភាពដែលខ្ញុំរាវខ្យៅខ្យងនឹងបែបម៉េចអាចចូលទៅមើលបានក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរដែលបានចូលទស្សនាក្នុងការធ្វើវីដេអូរបស់ខ្ញុំអញ្ចឹងណាខ្ញុំរៀនធ្វើដំបូងទេអញ្ចឹងហើយមានកន្លែងណាខុសឆ្គងខុសតអីគឺសូមអធិស្ឋានផងហើយងាកមកមើលសកម្មភាពរបស់ Silent វិញគឺនៅលើម៉ូតូហ្នឹងគឺជាលើខ្លាំងមែនទែនអត់ខ្លាចធ្លាក់ខ្លាចអីទេហើយតែបានឡើងជិះតោម្ដងគឺរលទៅតែមុខទេអ្នកនរគ្នាបាទឡើងទៅឈរនៅលើក្បាលម៉ូតូហ្នឹងហ្មងម្ចាស់វិញនេះភ័យខ្លាចតែវាធ្លាក់ព្រោះវាល្អិលអញ្ចឹងណាលាក់ម្ដងល្អិលជើងណែហ្នឹងភ័យដែរហ្នឹងចំពោះគេមានតែភ័យអីគេសប្បាយខ្លាំងមែនទែននេះគឺខ្ញុំដល់ផ្លូវបត់ចូលទៅផ្ទះបងរបស់ខ្ញុំពីបត់ខាងឆ្វេងដៃបន្តិចហ្នឹងក៏យើងជិះមកដល់ផ្ទះបងរបស់ខ្ញុំដែរណាយើងទុកម៉ូតូនៅហ្នឹងហើយចាំមើលសកម្មភាពដែលគេឃើញគ្នាគេមកគេសប្បាយចិត្តខ្លាំងគេគ្រាន់តែមកដល់ភ្លាមអត់តបានដាក់ម៉ូតូស្រួលបងអ្នកនរគ្នាគឺគេជ្រួលជ្រើមគេចង់ចង់គេដឹងទេអ្នកនរគ្នាពេលឈប់នៅតាមផ្លូវតាមអីគឺគេអត់ទេគេអត់ចង់ចុះទីចុះទេប៉ុន្តែបើយើងឈប់នៅដល់កន្លែងនេះគឺគេដឹងថាគេមកដល់ហើយគឺទីចុះហ្មងហើយគ្រាន់តែចុះភ្លាមនេះគឺមានគ្នាគេមកហើយណាសួរសុខទុក្ខគ្នាគេបាទខានជួបគ្នាយូរអញ្ចឹងគេជួបគ្នាសួរទុក្ខគ្នាគេដែរនិយាយថាបើបានលេងគឺលេងអត់ខ្វល់ទេដល់ពេលដល់ល្ងាចចាំមើលទៅផ្ទះវិញគឺដេកអត់ងើបទេហើយនៅហ្នឹងគឺឆ្កែពីរហ្នឹងគឺឆ្កែនេះបងចិត្តខាងនៅហ្នឹងទេបាទមកលេងឲ្យតែឃើញសលែនទៅគឺគេមកហើយបើអត់មានសលែនទេគេអត់មកទេតែពេលសលែនទៅដល់គឺមកទាំងអស់តែម្ដងបាទគឺមកស្វាគមន៍គ្នាគេអញ្ចឹងទៅហើយនេះគឺផ្លូវដែលគេធ្វើហ្នឹងគេធ្វើហើយអ្នកគ្នាលើកមុនហ្នឹងគេធ្វើមិនទាន់ហើយរួចរាល់100%ទេឥឡូវគេធ្វើហើយនេះខ្ញុំទៅហ្នឹងយើងថ្ងៃត្រង់ដែរអ្នកគ្នាទៅរកទិញកាហ្វេញ៉ាំហើយបានយកសលែនទៅតាមទេគ្រាន់តែឃើញខ្ញុំមកហ្នឹងគឺគេអើតក្បាលតាមនេះខ្លាចតែធ្លាក់ទេទាំងអ្នកគ្នាគេស្រែកពួកខ្ញុំទុកនៅលើផ្ទះបងខ្ញុំអញ្ចឹងខ្ញុំខ្ជិលយកវាមកហើយនេះខ្ញុំមកត្រឡប់ពីទៅទិញកាហ្វេតែបានស្ទីងព្រោះដោយសារកាហ្វេនៅហ្នឹងគឺអស់ហើយអ្នកគ្នាចំពេលដែលខ្ញុំទៅគឺអស់តែម្ដងបាទកំពូសំណាងឯងវាទៅដល់គេលក់កាហ្វេអស់អញ្ចឹងយើងអត់មានកាហ្វេយើងទិញស្ទីងហើយនេះគឺឃើញផ្កាស្រស់ស្អាតក៏ថតឲ្យអ្នកនរគ្នាមើលបន្ថែមហើយនេះនៅខាងខ្ញុំកាលពីតូចគឺខ្ញុំចូលចិត្តបេះញ៉ាំខ្លាំងមែនទែននៅខាងខ្ញុំគេហៅដើមមកខប់អ្នកគ្នាឲ្យផ្លែវាគឺខ្ញុំកាលពីតូចហ្នឹងគឺចូលចិត្តបេះញ៉ាំណាឃើញទេផ្លែវាគឺយើងយកមកញ៉ាំអញ្ចឹងណាហើយឥឡូវនេះមកដល់ផ្ទះបងឃើញដើមមកខប់ហ្នឹងក៏ថតបេះចូលញ៉ាំតិចទៅបន្ទាប់ពីយើងបេះមកកប់ហើយយើងក៏មកឃើញបត្រានៅនេះយើងដើមបត្រាដីនេះគឺមានបត្រាសល់3 4ដើមដែរហើយនេះគេបេះចង់អស់នេះសល់ផ្លែតិចតួចសល់ផ្លែតិចតួចខ្ញុំក៏ដើរទៅមើលទៅក៏បានបេះខ្លះមកញ៉ាំដែរអញ្ចឹងណាពេលហ្នឹងម៉ោងថ្ងៃម៉ោង12អ្នកនរគ្នាអញ្ចឹងយើងក្តៅអញ្ចឹងខ្ញុំឈរបេះបានមកបន្តិចទេហើយណាមួយហ្នឹងផ្លែវាមានតិចតួចទេតូចគេធំគេបេះអស់ហើយនៅសល់តែតូចទេដោយសារតែយើងនៅក្រោយគេអញ្ចឹងយើងបេះអត់បានល្អទេហើយពី3ដើមហ្នឹងគឺមានតែផ្លែមួយពីរទេតែមួយវានៅលើទៀតខ្ញុំអត់មានតពុបបេះអញ្ចឹងបេះបានតែខាងក្រោមហ្នឹងគឺសុទ្ធតែតូចហើយស្អុយទៀតបើខាងលើគឺមានល្អអ្នកនរគ្នានេះគឺខ្ញុំថតខាងលើហ្នឹងគឺមានផ្លែធំដោយសារធំខាងលើហ្នឹងអត់មានអ្នកបេះបានអញ្ចឹងណាមានតែគេក្មេងៗគាត់បេះអត់ដល់អញ្ចឹងគាត់បេះដល់តែខាងក្រោមហើយមើលទៅផ្លែដែលខ្ញុំបេះហ្នឹងទៅគឺមានប៉ុណ្្នឹងទេហើយមានប៉ុន្តែញ៉ាំទៅក៏ឆ្ងាញ់ដែរដោយសារបត្រានេះគឺបត្រាធម្មជាតិយើងដាំមកយើងមានបាញ់ថ្នាំគីមីសោជីគីមីអីទេគឺធម្មជាតិអញ្ចឹងហើយគឺមានរសជាតិឆ្ងាញ់ហើយបេះញ៉ាំចុងក្រោយក៏អត់មានសល់អីទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចចុច Subscribe ចុច Like ម្នាក់មួយផងជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូក្រោយអរគុណ